សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការលក់ Fixed Asset ដំបូងឡើយយើងចូលទៅកាន់ menu Setting យើងចូលទៅកាន់ menu Accounting បន្ទាប់មកយើងចូលទៅកាន់ Fixed Asset បន្ទាប់មកយើងធ្វើការជ្រើសរើស Fixed Asset មួយណាដែលយើងចង់ធ្វើការលក់បន្ទាប់មកខ្ញុំคลิกទៅលើប៊ូតុងដែលមានសញ្ញាដុល្លារដើម្បីធ្វើការលក់ Fixed Asset ហើយវានឹងបង្ហាញ pop up តារាងដើម្បីឲ្យយើងធ្វើការបញ្ចូលព័ត៌មាននៃការលក់របស់ Fixed Asset for date នេះគឺសម្រាប់ថ្ងៃដែលលក់ Fixed Asset sell amount គឺសម្រាប់គឺជាចំនួនទឹកប្រាក់ដែលយើងធ្វើការលក់ Fixed Asset invoice គឺជាលេខ invoice របស់ Fixed Asset គឺស្មើបន្ទាប់មកយើងคลิกទៅលើប៊ូតុង sell នេះគឺយើងបានធ្វើការលក់ Fixed Asset ហើយនៅពេលដែលយើងធ្វើការលក់ Fixed Asset រាល់ទឹកប្រាក់ដែលយើងលក់បានគឺវានឹងចុះចូលទៅក្នុងជាសាច់ប្រាក់ចំណេញនៅក្នុង accounting